ជារៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបងប្អូនយើងបានកង្កែប4-5កង្កែបបងប្អូនដោយសារបងខ្ញុំដាក់លន់បានបងប្អូនហើយក៏យើងនឹងធ្វើស្អីហូបគឺយើងមានតែមួយឆាក្តៅហូបចឹងណាបងប្អូនចាហើយនេះបងប្អូនយើងរៀបរួចជាការស្រេចណាបងប្អូនយើងមានគល់លក្ខីលក្ខក្រូចរំដេងល្មៀតហើយនឹងម្ទេសខ្ទឹមរបស់យើងអាហ្នឹងយើងធ្វើការហាន់រួចជាការស្រេចរួចអស់ហើយណាបងប្អូនហើយបន្ទាប់មកអានេះគឺរះព្រៅរបស់យើងបងប្អូនហើយមានកញ្ឆែតហើយចំពោះកញ្ឆែតវិញបងប្អូនមិនសិនតែបងប្អូនយកចិត្តតគួនបងប្អូនដាក់តគួនទៅណាចាខ្ញុំយកចិត្តកញ្ឆែតដាក់លើកញ្ឆែតទៅដាក់ត្រួយកញ្ឆែតចឹងណាបងប្អូនអូសុំទោសបងប្អូននិយាយជាប់មាត់ថាឥឡូវយើងធ្វើការបុកគ្រឿងរបស់យើងចូលបងប្អូនអញ្ចឹងគ្រឿងយើងហាន់ហើយណាយើងបុកវាមាត់បងប្អូនបុកចុះបុកឡើងឲ្យមាត់ទៅបងប្អូនហើយបន្ទាប់មកទៀតយើងបុករួចរាល់អស់ហើយយើងធ្វើការទុកម្លែកសិនទៅយើងទៅយកខ្ទះរបស់យើងមកយើងធ្វើការដាក់ខ្ទះឲ្យក្តៅទៅហើយយើងចាក់ខ្លាញ់តែមិញហ្នឹងវាកាត់ចូលបន្តិចអារឿងខ្លាញ់ហ្នឹងបងប្អូនអើយឲ្យបានថតទៅនឹងមិញហើយយល់ទៅយើងធ្វើការដាក់គ្រឿងរបស់យើងចូលហើយយើងកូរទៅបងប្អូនកូរចុះកូរឡើងយើងមកកូរឲ្យសព្វឲ្យឡើងឈ្ងុយហើយយើងដាក់ធ្វើការដាក់កង្កែបចូលបងប្អូនធ្វើការដាក់កង្កែបហើយយើងកូរត្រឡប់ចុះត្រឡប់ឡើងទៅបងប្អូននិយាយទៅថាមុខម្ហូបនេះគឺឈ្ងុយមែនតើបងប្អូនហើយឡើងឈ្ងុយប្រហើមែនតើឈ្ងុយនឹងគ្រឿងបងប្អូនឈ្ងុយមែនតើហ្នឹងណាហើយយើងកូរចុះកូរឡើងហើយនេះហើយយើងធ្វើការដាក់ប៊ីចេងហើយទៅធ្វើការដាក់ប៊ីចេងហើយយើងធ្វើការដាក់ទឹកត្រីយើងបន្តិចទៀតទៅណាបងប្អូននិយាយរួមដាក់តាមចំណង់ចំណូលចិត្តរបស់យើងទៅយើងចូលចិត្តបែបម៉េចយើងដាក់តាមនឹងទៅហើយបន្ទាប់មកយើងធ្វើការដាក់ប្រេងខ្យងរបស់យើងមកចាហើយបន្ទាប់ពីដាក់ប្រេងខ្យងហើយយើងក៏ដាក់ស្ករថែមទៀតទៅបងប្អូននេះស្ករក្រហមរបស់ខ្មែរយើងបងប្អូននេះហើយបន្ទាប់មកទៀតធ្វើការត្រឡប់កូរចុះទៅឡើងកប់ចុះទៅឡើងចេះឡើងជប់មាត់បងប្អូននេះយើងកូរចុះកូរឡើងត្រឡប់ចុះត្រឡប់ឡើងនេះមកឲ្យចូលជាតិណាបងប្អូននិយាយពីថាឈ្ងុយមែននិយាយទៅនិយាយមករឿងតែរឿងឈ្ងុយនឹងឯងហើយតបមកទៀតយើងធ្វើការដាក់ម្ទេសរបស់យើងចូលមកហើយក៏យើងកូរទៅហើយស្លឹកក្រូចហ្នឹងបងប្អូនគឺខ្ញុំសល់ពីការហាន់ក៏យើងដាក់ថែមទៅមិនទុកចោលយើងត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យវាឈ្ងុយដាក់ស្លឹកក្រូចនឹងដើម្បីឲ្យឈ្ងុយថែមទៀតហើយយើងទុកចោលវាស្ដាយអញ្ចឹងយើងដាក់ចូលទៅហើយបន្ទាប់មកទៀតយើងធ្វើការដាក់ដើមកញ្ឆែតរបស់យើងចូលបងប្អូនហើយចំពោះកញ្ឆែតហ្នឹងបងប្អូនចូលចិត្តតគួនយើងដាក់តគួនទៅតែចំពោះខ្ញុំចូលចិត្តដើមកញ្ឆែតបងប្អូនដើមកញ្ឆែតយើងបងប្អូនបើយើងបានយកមកឆាកង្កែបបែបនេះគឺឆ្ងាញ់មែនតែនហ្មងណាបងប្អូនចំពោះអ្នកដែលបើនិយាយរួមទៅចំពោះអ្នកជាចូលចិត្តចឹងបងប្អូនតែខ្ញុំចូលចិត្តណាជាមួយដើមកញ្ឆែតហ្នឹងបងប្អូនឆ្ងាញ់ហើយបន្ទាប់មកទៀតយើងធ្វើការដាក់ម្រះព្រៅរបស់យើងចូលបងប្អូននេះយើងដាក់ម្រះព្រៅហើយគឺយើងកូរត្រឡប់ចុះត្រឡប់ឡើងទៅហើយវីដេអូរបស់យើងវាមានតែប៉ុណ្្នឹងឯងបងប្អូនអធិស្ឋានផងបងប្អូនបញ្ចូលសលេងត្រឡប់ដោយសារតែផ្ដាសាយបងប្អូនហើយបន្ទាប់មកទៀតយើងធ្វើការដួសដាក់ចានរបស់យើងទៅបងប្អូននេះមានអីបងប្អូនរួចជាការស្រេចបាត់ទៅហើយបាយឆ្ងាញ់អស់3-4-5ចានហ្នឹងហើយបងប្អូនមានអីទេគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនហើយក៏ជម្រាបលាបងប្អូនទាំងអស់គ្នា